ជំរាបសួរអ្នកទាំងអស់គ្នាថ្ងៃនេះភ្ញាក់ពីព្រឹកមកហាត់ប្រាណឲ្យងុយទឹកមួយអីរួចហើយរៀបចំចុះទៅក្រោមដើម្បីកម្ដៅសម្លហូបពីព្រឹកហើយវីដេអូខ្ញុំក៏វាមិនល្អអីណាស់ណាទេអ្នកទាំងអស់គ្នាព្រោះអីខ្ញុំវីដេអូខ្ញុំធ្វើពីច្រើនបង្ហាញពីសកម្មភាពរស់នៅប្រចាំថ្ងៃរបស់ខ្ញុំនៅតាមតំបន់ជនបទនៅតាមស្រុកស្រែអញ្ចឹងទៅបើអ្នកទាំងអស់គ្នាមើលវីដេអូខ្លះហើយមើលវាទៅវាខុសឆ្គងកន្លែងណាអីសូមកាន់តែវីដេអូខ្ញុំផងដោយសារអីនៅខាងស្រុកស្រែនេះមានកន្លែងខ្លះវាពិបាកមើលអ្នកទាំងគ្នាពេលខ្ញុំថតទៅវាច្រឡំទៅពេលខ្លះចឹងទៅពិនិត្យមើលដែរបានកាត់ចោលចឹងទៅក៏វាប៉ះពាល់អីអ្នកទាំងអស់គ្នាសូមកាន់តែវីដេអូផលអ្នកទាំងអស់គ្នាហើយនេះខ្ញុំកំពុងតែរៀបចំបង្កើតភ្លើងដើម្បីកម្ដៅសម្លទឹកហូបមានទឹកហូបទេគឺហូបពេលព្រឹកព្រោះអីនៅខាងខ្ញុំនេះឲ្យតែមានម្ហូបអីនៅសល់ពេលល្ងាចអញ្ចឹងភាគច្រើនគឺគេចាប់តាមកម្ដៅទុកកម្ដៅហូបតទៀតទុកព្រឹកទៀតសំបីតបាយក៏ដោយក៏គេកម្ដៅហូបដល់ព្រឹកដែរអ្នកទាំងអស់គ្នាបើអត់ខ្លាំងបានឆ្លៀតពេលទៅរកអីហូបនៅអ៊ីតូបនិយាយទៅហើយនៅតូបនៅខាងស្រុកស្រែក៏គ្មានអីលក់ណាច្រើនដែរអ្នកទាំងអស់គ្នាអើយមានតែបាញ់ឆៅនឹងបញ្ចុកបបរនឹងគ្រុនឹងឯងហើយគ្មានអីដូចខូកឹងគៀវអីទេអ្នកទាំងអស់គ្នាអើយយើងគាត់ទៅហូបត្រកាពះដើម្បីថ្ងៃដើម្បីធ្វើអីហូបទៅហើយនេះខ្ញុំក៏មើលទៅប្រកាត់ភ្លើងដើម្បីកម្ដៅសម្លហើយក៏ឆ្លៀតពេលបោសទំនាប់ឆ្នាំងទំនាប់ឆ្នាំងខ្ញុំវាខ្មៅពេកចឹងទៅវាពិបាកមើលហើយពិបាកថតចឹងខ្ញុំក៏ឆ្លៀតពេលបោសវាឲ្យវាស្អាតមើលទៅវាគ្រាន់មិនមើលបន្តិចហើយនិយាយទៅការប្រកាត់ភ្លើងខ្ញុំនេះគឺប្រកាត់ភ្លើងពី3ដងអ្នកទាំងអស់គ្នាសារអីអស់វាធំដល់ពេលអស់ធំជាងទៅគឺយើងមិនបានទៅជំរាកវាផលស្អីដៃមកខាងកាន់កាមេរ៉ាផងដៃមកខាងប្រកាត់ផងនិយាយទៅវាពិបាកអញ្ចឹងទៅគឺយើងមិនបានទៅជំរាកវាអីហើយវាធំជាងទៅគឺឲ្យអស់នេះមិនដឹងថាអស់អីទេត្រឹមតែប្រកាត់ឆេះអ្នកទាំងគ្នាវាយូរហើយនេះគឺជាសម្លដែលខ្ញុំយកទៅកម្ដៅនឹងឯងហើយមិនដឹងថាហើយសម្លនឹងជឿសួរថាសម្លអីគឺខ្ញុំអត់ដឹងអីព្រោះអីសម្លនឹងម៉ែខ្ញុំគាត់ជាអ្នកឡទេហើយខ្ញុំក៏បានហូបដែរពេលយប់នោះដោយសារតែខ្ញុំអត់ត្រឡប់មកញ៉ាំហូបបាយល្ងាចទេនិយាយទៅខ្ញុំយូរខ្ញុំហូបបាយល្ងាចម្ដងដោយសារបើខ្ញុំឃ្លានចឹងទៅបើខ្ញុំហូបតែបើថាខ្ញុំអត់ឃ្លានខ្ញុំអត់ហូបទេស្អីតែឲ្យខ្ញុំហូបទៅវាអត់ស្រួលខ្លួនវាដូចអត់ស្នុកអ្នកទាំងអស់គ្នាអញ្ចឹងហើយបើខ្ញុំអត់សុខចិត្តអត់ហូបបាយល្ងាចហ្នឹងហើយនេះសម្លខ្ញុំកំពុងតែពុះហើយមើលទៅចាប់ដើមប្រហែលដើម្បីរៀបចំយកទៅទុកវិញនេះស្អីយើងចាប់ដើមកម្ដៅត្រីទៀតសារយើងមានត្រីសារពីល្ងាចទៀតនិយាយទៅត្រីនឹងក៏អាំងពីល្ងាចប៉ុន្តែយើងកម្ដៅភាសាទៀតព្រោះអីខ្ញុំភាគច្រើនសម្លអីត្រីអីក៏ដោយភាគច្រើនតើតែខ្ញុំកម្ដៅខ្ញុំស៊ីកាត់ទៅអត់កម្ដៅទេគឺអត់ហូបអាកាសកម្ដៅសារតែវាល្អឺនដូចចង់ឆ្អើមហើយសម្លអីក្តៅក៏ខ្ញុំអត់សូវចង់ស៊ីដែរសារតែវាមានអារម្មណ៍ថាឆ្អើមអញ្ចឹងទៅឲ្យវាពិបាកនៅនឹងខ្លួនហើយនេះគឺជាត្រីខ្ញុំហ្នឹងគឺត្រីមកប៉ុណ្្នឹងឯងគេហៅថាខាងខ្ញុំគេហៅត្រីចាបបើអ្នកនរគ្នាមិនដឹងត្រីអីទេនិយាយទៅខ្ញុំក៏ដែរចុះក៏ដែរឡើងភ័យខ្លាចវាខ្លោចអ្នកនរគ្នាស្អីខ្ញុំភ្លើងវាច្រើនដែរហើយនៅមួយទៀតខ្ញុំក៏មិនចង់ដកនឹងភ្លើងហើយទៅវាភ្លើងវាឆេះហើយឆេះនឹងឆេះខ្លាំងទៀតអ្នកនរគ្នាក៏ដែរចុះក៏ដែរឡើងចុះដែរឡើងយូរអ្នកនរគ្នាយើងមើលផងភ័យខ្លាចតែវាខ្លោចហើយត្រីនឹងវាខ្លាញ់ទៀតខ្ញុំដឹងថាខ្លាញ់នឹងមកពីធម្មជាតិត្រីនឹងមិនដឹងថាគេឲ្យហូបចំណីអីទេបានវាខ្លាញ់នឹងហើយត្រីចាបនឹងមិនមែនដាក់មកបានទេអ្នកនរគ្នានេះទិញគេទេហើយខ្ញុំមិនដឹងថាទិញគេនឹងទិញប្រហែលទេតែខ្ញុំគ្រាន់តែជាអ្នកកម្ដៅទេហើយនឹងអ្នកហូបទីព្រៃម៉ែខ្ញុំទេគាត់ជាអ្នកទិញយកមកនឹងហើយក៏មើលឲ្យអ្នកនរគ្នាមើលខ្លាញ់វាឡើងល្ងើមបើនឹកឃើញទៀតគឺថាអូខ្លាញ់ច្រើនមែនតើហើយខ្លាញ់ខ្ញុំក៏មិនសូវចូលចិត្តតែខ្លាញ់ត្រីខ្លាញ់អីខ្ញុំថាមិនសូវចំណង់ប្រាអាខ្លាញ់ត្រីហើយខ្ញុំកំពុងតែសៀបមើលថាវាក្តៅហើយនឹងឆ្អិននៅមិនមែនតែឆ្អិនទេវាក្តៅនឹងព្រួយក្តៅហើយនឹងអាំងយើងចាប់តាមលើកយកទុកនៅទាំងអស់គ្នាហើយនេះគឺខ្ញុំកំពុងតែលើកយកទុកហើយនិយាយទៅខ្ញុំអត់បានហូបទេហើយវីដេអូខ្ញុំក៏មានតែប៉ុណ្្នឹងឯងអរគុណអ្នកទាំងអស់គ្នាសម្រាប់ការតាមដានវីដេអូខ្ញុំតាំងពីដើមរហូតដល់ចប់ជួបគ្នានៅវីដេអូក្រោយបន្តទៀត